សូមជូនសៀវភៅឥទ្ធិពលនៃការគិតវិជ្ជមានដុតលើបុគ្គលិកលក្ខណៈរបស់អ្នកហើយយកឈ្នះរាល់ឧបសគ្គលំបាកក្នុងជីវិតប្រែសម្រួលដោយ e-book Cambodia បកប្រែចេញពីសៀវភៅ The Power and Positive Thinking ពន្ធដោយ Norman Vincent Peale តើសៀវភៅនេះនិយាយអំពីអ្វីសៀវភៅឥទ្ធិពលនៃការគិតវិជ្ជមានគឺជាតម្រាប្រចាំកាយដើម្បីត្រួសត្រាយនៅរាល់ឧបសគ្គនានានិងសម្រេចឲ្យបាននូវសេចក្តីសុខសុភមង្គលអ្នកត្រូវការសម្រេចបានសេចក្តីសុខនិងយកឈ្នះរាល់ឧបសគ្គលំបាកនានាចរិតលក្ខណៈជាឥទ្ធិពលដល់ជំនឿនិងការរស់នៅប្រចាំថ្ងៃរបស់អ្នកហើយសៀវភៅមួយក្បាលនេះនឹងជួយបំភ្លឺផ្លូវដើម្បីផ្លាស់ប្ដូរវិថីជីវិតប្រសិនបើអ្នកផ្ដោតទៅលើការគិតវិជ្ជមានអ្នកនឹងទទួលបានលទ្ធផលវិជ្ជមានតើសៀវភៅមួយក្បាលនេះសម្រាប់អ្នកណាសៀវភៅមួយក្បាលនេះសម្រាប់អ្នកដែលមានបំណងធ្វើឲ្យជីវិតរីករាយស្រស់ស្រាយពោរពេញទៅដោយអត្ថន័យនិងប្រកបដោយថាមពលរឹងមាំអ្នកដែលចាប់អារម្មណ៍លើប្រវត្តិជំនឿសាសនាចង់ស្វែងរកនៅដួងវិញ្ញាណដែលមាននៅក្នុងសតិអារម្មណ៍របស់ប្រជាជនអាមេរិកតាំងពីឆ្នាំ1950អ្នកដែលចង់សិក្សាស្វែងយល់ពីក្បួនចិត្តសាស្ត្រជំនឿសាសនាហើយយកវាមកអនុវត្តដើម្បីសុខភាពនិងសុភមង្គលចំណុចទី1សៀវភៅបុរាណមួយក្បាលដែលជួយជំរុញទឹកចិត្តដ៏ខ្លាំងក្លាសៀវភៅឥទ្ធិពលនៃការគិតវិជ្ជមានគឺជាសៀវភៅមួយក្បាលក្នុងចំណោមសៀវភៅលើកទឹកចិត្តផ្សេងទៀតរបស់សហរដ្ឋអាមេរិកហើយក៏វាជាសៀវភៅមួយក្បាលក្នុងចំណោមសៀវភៅដំបូងដែលពន្យល់ពីឥទ្ធិពលនៃការផ្លាស់ប្ដូរគំនិតដែលការកើតចេញពីការតាំងចិត្តមិនងាករេដែលក្រោយមកវាបានក្លាយទៅជាចំណែកមួយនៃវប្បធម៌ប្រវត្តិសាស្ត្រសម័យថ្មីរបស់សហរដ្ឋអាមេរិកសៀវភៅមួយក្បាលនេះទទួលបានប្រជាប្រិយភាពដ៏មហាសាលវាត្រូវបានលក់ដាច់ជាង5លានក្បាលហើយវាក៏កំពុងតែពេញនិយមពីសំណាក់មិត្តអ្នកអានទាំងឡាយភាពល្បីល្បាញរបស់សៀវភៅនេះមិនអាចបញ្ឈប់អ្នកនិពន្ធពីការសរសេរដេញដោលពីប្រធានបទនេះឡើយរួមទាំងអំណះអំណាងរបស់អ្នកនិពន្ធក៏ដូចជាវិធីសាស្ត្ររបស់គាត់សម្រាប់បង្ហាញថាព័ត៌មានដែលគាត់លើកឡើងត្រឹមត្រូវបំផុតនិងនៅតែបន្តធ្វើបែបនេះតទៅទៀតមនុស្សជាច្រើននៅតែសរសើរមិនដាច់ពីមាត់ពីអត្ថន័យស៊ីជម្រៅតែប្រកបដោយទស្សនៈអប់រំនិងវិធីធ្វើឲ្យមនុស្សគិតរកផ្លូវវិជ្ជមានជីវិតរបស់ពួកគេមានការផ្លាស់ប្ដូរនិងទទួលបានផលវិជ្ជមានជាខ្លាំងក្រោយពីគេបានអនុវត្តវិធីសាស្ត្រដែលមានចែងក្នុងសៀវភៅនេះបើទោះជាអ្នកមិនយល់ស្របតាមការអះអាងរបស់អ្នកនិពន្ធទាំងស្រុងក៏ដោយតែមិនធ្វើទេយ៉ាងហោចណាស់អត្ថបទដកស្រង់នេះនឹងបង្ហាញគំនិតសំខាន់3គឺការជឿជាក់លើខ្លួនឯងការផ្ដោតលើលទ្ធផលវិជ្ជមាននិងការសរសើរពីមនុស្សជុំវិញខ្លួនមានសារៈសំខាន់ដើម្បីឲ្យអ្នកមានជីវិតដ៏រីករាយនិងប្រកបដោយសុខភាពល្អរបៀបនៃការគិតជាឥទ្ធិពលមកលើតថភាពជីវិតពិតរបស់អ្នកការដើរផ្សងព្រេងនិងដើរកម្សាន្តក្នុងព្រៃអាចជួយដោះស្រាយបញ្ហាជីវិតស៊ីវិល័យមានជំនឿក្នុងខ្លួនអាចជួយឲ្យអ្នកយល់កាន់តែច្បាស់ពីគោលដៅចំណុចទី2ជឿជាក់លើខ្លួនឯងការជឿជាក់លើខ្លួនឯងនឹងនាំអ្នកទៅរកភាពជោគជ័យអារម្មណ៍ចាញ់ប្រៀបអ្នកដទៃនិងភាពមិនច្បាស់លាស់គឺជាមេរោគដែលមកយាយីផ្លូវអារម្មណ៍របស់អ្នកមិនចេះចប់មិនចេះហើយមានមនុស្សច្រើនណាស់ដែលមើលកន្លែងណាក៏ឃើញបញ្ហាពួកគេយល់ថាវាជារឿងលំបាកខ្លាំងណាស់ហើយព្យាយាមស្ដីបន្ទោសស្ថានភាពកលៈទេសៈនិងមនុស្សជុំវិញខ្លួនរបស់គេជាជាងការប្រឹងប្រែងតស៊ូប្រយុទ្ធជាមួយវាពេលខ្លះវាคล้ายជាការពិតមនុស្សដែលមានអារម្មណ៍ទន់ជ្រាយនិងងាយរងឥទ្ធិពលពីការរិះគន់របស់អ្នកដទៃលទ្ធផលគឺគេទទួលបានតែរឿងបរាជ័យឧទាហរណ៍នៅពេលដែលអ្នកទទួលការងារថ្មីមួយអារម្មណ៍អ្នកគិតថាអ្នកមិនអាចចុះសម្រុងជាមួយអ្នកដទៃហើយគិតថាគ្មាននរណាចូលចិត្តអ្នកហើយអ្នកក៏កើតមានអារម្មណ៍សង្ស័យនេះក្នុងខ្លួននៅពេលដែលអារម្មណ៍មន្ទិលសង្ស័យនេះបានកើតពេញក្នុងខ្លួនអ្នកក៏ចាប់ផ្ដើមមានអារម្មណ៍អវិជ្ជមានទៅលើអនាគតរបស់អ្នកវាបានបង្កើតភាពវិលវល់រហូតដល់អ្នកមានអារម្មណ៍ថាមិនអាចជៀសផុតផ្ទុយទៅវិញវាមិនមែនជារឿងដែលមិនអាចទៅរួចនោះទេប្រសិនបើអ្នកមានជំនឿជឿជាក់លើខ្លួនឯងអ្នកមានអំណាចគ្រប់គ្រាន់ដើម្បីដុសខាត់ផ្លូវជីវិតរបស់អ្នកតាមអ្វីដែលអ្នកចង់បានឧទាហរណ៍អ្នកនិពន្ធបានស្គាល់មនុស្សម្នាក់គាត់បានបាត់បង់អ្វីៗទាំងអស់ដែលគាត់មានប៉ុន្តែក្រោយមកគាត់បានផ្លាស់ប្ដូរទៅជាកម្លាំងចិត្តឲ្យបន្តឆន្ទៈទៅមុខ
ដោយព្យាយាមនឹកគិតរឿងល្អៗទាំងឡាយដែលគាត់បានធ្វើកន្លងមកក្នុងជីវិតដោយផ្ដោតទៅលើតែរឿងវិជ្ជមានទាំងនេះទីបំផុតគាត់ក៏បានផ្លាស់ប្ដូរផ្នត់គំនិតហើយរស់នៅប្រកបដោយផាសុកភាពដូច្នេះហើយបើអ្នកចង់ផ្លាស់ប្ដូរស្ថានភាពបែបនេះអ្នកត្រូវតែផ្លាស់ប្ដូរការគិតរបស់អ្នកជាមុនសិនជាជាងបណ្ដាច់បណ្ដោយទៅតាមព្រេងវាសនាដោយបរិះម្នាក់នៅក្នុងឧទាហរណ៍ខាងលើអ្នកអាចប្រើអំណាចដែលមាននៅក្នុងខ្លួនដើម្បីផ្ដោតលើរឿងល្អៗហើយជឿជាក់ថានឹងជោគជ័យនោះអ្នកនឹងអាចជំនះរាល់ឧបសគ្គទាំងឡាយក្នុងជីវិតវិធីមួយដើម្បីធ្វើរឿងនេះអ្នកត្រូវតែគិតស្រមៃទៅលើលទ្ធផលជោគជ័យនិងអ្វីដែលអ្នកអាចធ្វើបានទន្ទឹមនឹងនោះដែរអ្នកក៏ត្រូវស្រមៃឲ្យឃើញពីបញ្ហាដែរនៅពេលដែលអ្នកធ្វើការប្រៀបធៀបហើយបន្ថយបញ្ហានោះឲ្យកាន់តែតូចបន្តិចម្ដងអ្នកនឹងនឹកឃើញពីវិធីងាយស្រួលក្នុងការដោះស្រាយបញ្ហានោះឧទាហរណ៍អ្នកនិពន្ធសៀវភៅនេះមានទស្សនាវដ្តីមួយឈ្មោះ Oedipus បានជួបនឹងវិបត្តិដ៏ធ្ងន់ធ្ងរមួយតែក្រោយមកត្រូវបានដោះស្រាយដោយវិធីជាក់លាក់មួយគឺគ្រប់គ្នានៅក្នុងអង្គភាពជឿជាក់ថានឹងមានចំនួនអ្នក Subscriber បន្ថែមកាន់តែច្រើននេះជាវិធីតែមួយគត់ដែលពួកគេប្រើប៉ុន្តែវាមិនមែនកើតចេញពីការប្រាថ្នាតែមួយមុខនោះទេវាក៏កើតចេញពីការពង្រឹងការដឹកនាំរបស់ពួកគេផងដែរចំណុចទី3មានទៅមានមកបើអ្នកយកចិត្តទុកដាក់នឹងអ្នកដទៃគេក៏យកចិត្តទុកដាក់ចំពោះអ្នកវិញដែរមនុស្សលោកនេះកើតមកនរណាក៏ត្រូវការពាក្យសរសើរដែរមនុស្សជាសត្វសង្គមមួយដែលត្រូវការអារម្មណ៍កក់ក្ដៅប៉ុន្តែផ្ទុយទៅវិញមនុស្សម្នាក់គិតតែពីខ្លួនគេជាលទ្ធផលមនុស្សជាច្រើនទទួលរងការជឿចាប់ដោយសារតែគេមានអារម្មណ៍ថាសង្គមមិនឲ្យតម្លៃឬក៏គ្មាននរណាត្រូវការគេអ្នកសំណាងណាស់យើងមានវិធីមួយចំនួនដើម្បីឲ្យអ្នកក្លាយជាមនុស្សដែលគួរឲ្យចូលចិត្តទី1អ្នកត្រូវដឹងថាហេតុផលដែលមានមនុស្សមិនចូលចិត្តអ្នកព្រោះតែអត្តចរិតរបស់អ្នកត្រូវអរគុណហើយចាប់ផ្ដើមផ្លាស់ប្ដូរអត្តចរិតរបស់អ្នកបើអ្នកចង់ឲ្យអ្នកដទៃសរសើរអ្នកត្រូវធ្វើជាមនុស្សងាយស្រួលនិយាយគ្នាជាមុនសិនលោក James Affley ដែលជាអតីតប្រធានការិយាល័យប្រៃសណីយ៍របស់សហរដ្ឋអាមេរិកគឺជាឧទាហរណ៍មួយដ៏ល្អដែលជាមនុស្សល្អងាយស្រួលគាត់បានធ្វើឲ្យគេគ្រប់គ្នាស្រឡាញ់ពេញចិត្តដោយសារតែគាត់មានអត្តចរិតល្អស្ដែងចេញឲ្យគ្រប់គ្នាមានអារម្មណ៍ថាគាត់ជាមនុស្សទន់ភ្លន់ស្មោះត្រង់និងរួសរាយរាក់ទាក់ឥឡូវនេះសូមគិតបន្តិចមនុស្សម្នាក់ដែលអ្នកស្រឡាញ់ពេញចិត្តពួកគេតែងតែនិយាយពីខ្លួនឯងឬចាប់អារម្មណ៍មកលើអ្នកពួកគេប្រហែលជាបង្ហាញចំណាប់អារម្មណ៍មកលើអ្នកហើយអ្នកក៏ត្រូវធ្វើបែបហ្នឹងដាក់ពួកគេដែរចំណុចទី4កុំរស់នៅម្នាក់ឯងមិនត្រូវដោះស្រាយបញ្ហាតែម្នាក់ឯងនោះទេតើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកពិបាកនឹងរកពេលសម្រាកដោយសារតែគ្មាននរណាម្នាក់ធ្វើការល្អដូចអ្នកដែរឬទេហើយគិតថាប្រសិនបើគ្មានវត្តមានអ្នកអ្វីៗនឹងបរាជ័យចំពោះបញ្ហានេះមានមនុស្សច្រើនណាស់បានរិះគន់ការងារម្នាក់ឯងហើយរស់នៅដោយលំបាកស្មុគស្មាញនៅពេលដែលអ្នករស់នៅដោយអារម្មណ៍ស្មុគស្មាញព្រោះតែបន្ទុកការងារតើអ្នកធ្លាប់គិតទេថាលើលោកនេះប្រហែលជាគ្មាននរណាដែលមានបញ្ហាដូចខ្ញុំនោះទេតើអ្នកដឹងទេថាមនុស្សជាច្រើនលានអ្នកក៏កំពុងតែជួបប្រទះបញ្ហាដូចអ្នកដែរមានគតិអប់រំមួយបើអ្នកនៅតែមានសង្ឃឹមនៅតែមានដំណោះស្រាយអ្នកត្រូវគិតថាមានមនុស្សរាប់លានអ្នកដែលកំពុងដោះស្រាយបញ្ហាលំបាកស្មុគស្មាញហើយទោះបីជាពួកគេបាក់ទឹកចិត្តក៏ដោយក៏គេនៅតែរកឃើញផ្លូវមួយដើម្បីបន្តដំណើរទៅមុខដែរម្យ៉ាងវិញទៀតការគិតអវិជ្ជមានភាពអស់សង្ឃឹមនិងភាពកណ្ដោយកណ្ដែងនឹងធ្វើឲ្យអ្នកបាត់បង់សុភមង្គលនិងទទួលបរាជ័យអ្នកអាចប្រយុទ្ធប្រឆាំងជាមួយអារម្មណ៍បែបនេះដោយគិតទៅលើចំណុចល្អឬកត់ចំណាំគំនិតវិជ្ជមានទាំងឡាយដែលអ្នកមានដើម្បីរក្សាអារម្មណ៍អ្នកឲ្យបានល្អលើសពីនេះទៀតបើសិនជាអ្នកកើតជំងឺតួឯកអ្នកនឹងមានអារម្មណ៍ថាពិភពលោកនេះអ្នកត្រូវដោះស្រាយនិងរែកពុនបញ្ហាតែម្នាក់ឯងប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកត្រូវដោះស្រាយបញ្ហានេះម្នាក់ឯងអ្នកទំនងជាមិនអាចដោះស្រាយបញ្ហានេះបានសូម្បីតែមួយនេះដោយសារតែអ្នកគ្មានពេលវេលាដើម្បីដោះស្រាយបញ្ហាជាក់លាក់ណាមួយនៅពេលដែលអ្នកព្យាយាមដោះស្រាយបញ្ហាគ្រប់បែបយ៉ាងនោះនឹងបណ្ដាលឲ្យអ្នកធ្វើកិច្ចការដោយការប្រញាប់ប្រញាល់មានសម្ពាធផ្លូវចិត្តនិងបាត់បង់សមាធិទោះបីជាបែបនេះក៏ដោយអ្នកអាចដោះស្រាយបញ្ហានេះបានដោយគ្រាន់តែធ្វើការបួងសួងឬតាំងសមាធិបន្ថែមពីនេះអ្នកអាចបែងចែកការងារនិងរៀបចំខ្លួនឯងឲ្យបានរៀបរយដើម្បីសម្រេចបានលទ្ធផលជាវិជ្ជមាននិងប្រកបដោយសុខភាពល្អជាចុងក្រោយប្រសិនបើអ្នកទទួលស្គាល់ថា
បញ្ហាមិនមែនជារបស់អ្នកហើយអ្នកមិនត្រូវដោះស្រាយតែម្នាក់ឯងនោះអ្នកនឹងសម្រេចបានសមិទ្ធផលល្អប្រសើរនិងមានសុខភាពល្អចំណុចទី5អត្តចរិតហេតុអ្វីការគិតគឺជាកូនសោដើម្បីដោះស្រាយរាល់បញ្ហាទាំងអស់តើអ្នកធ្លាប់មានអារម្មណ៍ហត់នឿយនឹងបញ្ហាដែរឬទេទោះបីវាជាការពិតក៏ដោយដូចជាបំណុលនិងជំងឺវានឹងស្ដែងចេញតាមរយៈអត្តចរិតរបស់អ្នកវាគឺសំខាន់ខ្លាំងណាស់បំណុលត្រូវការពេលវេលាដើម្បីដោះស្រាយចំណែកឯជំងឺមិនមែនជាសះស្បើយដូចផ្លុំសិលនោះទេវានឹងផ្លាស់ប្ដូរក្នុងឥរិយាបថជាក់លាក់ណាមួយបើអ្នករស់ក្នុងជីវិតរបស់អ្នកដោយផ្ដោតលើភាពវិជ្ជមាននិងស្វែងរកសន្តិភាពផ្លូវចិត្តអ្នកនឹងមានថាមពលគ្រប់គ្រាន់ដើម្បីយកឈ្នះបញ្ហាដែលស្ថិតក្នុងចិត្តអ្នកបានតាមការពិតអ្នកអាចរៀបចំជីវិតរបស់អ្នកយ៉ាងងាយស្រួលតាមវិធីដឹកនាំអ្នកឲ្យមានសន្តិភាពផ្លូវចិត្តបានសូមលើកឧទាហរណ៍មួយអ្នកនិពន្ធបានញ៉ាំអាហារពេលព្រឹកជួបជាមួយមនុស្ស2នាក់ដែលគេទាំងពីរបានជួបរឿងខុសគ្នាទាំងស្រុងកាលពីយប់មិញជនទី1បានមើលព័ត៌មានហើយដេកលក់យ៉ាងលំបាកឯមនុស្សទី2វិញបានអានគម្ពីរនិងគេងលក់យ៉ាងស្កប់ស្កល់ស្ដាប់ទៅវាហាក់បីដូចជារឿងធម្មតាទេតែការគេងរបស់យើងមានសារៈសំខាន់បំផុតព្រោះវាសម្រួលថាមពលរបស់យើងការគេងជាមួយនឹងបញ្ហាពេញត្រចៀកដូចជាគេងក្រោយពេលមើលសារព័ត៌មាននឹងធ្វើឲ្យអ្នកសម្រាកមិនបានស្កប់ស្កល់ដែលរាងអ្នកមិនអាចដោះស្រាយបញ្ហាអ្នកបានតែមិនអីទេអ្នកមានអំណាចដែលជាឥទ្ធិពលវិជ្ជមានមកលើប្រភពថាមពលសំខាន់នេះបានដូចទៅវិញមនុស្សភាគច្រើនគិតថាស្ថានភាពរបស់ពួកគេត្រូវបានកំណត់ដោយកលៈទេសៈជំនួយខ្លួននិងពីសំណាងអាក្រក់តែតាមការពិតពិភពលោកនេះគ្មានអ្វីលើសពីគំនិតអ្នកដែលធ្លាប់បានពិសោធន៍នោះទេបើអ្នកគិតល្អអ្នកនឹងទទួលបានផលល្អដូចទៅវិញបើអ្នកគិតក្នុងផ្លូវមិនល្អអ្នកនឹងទទួលបានលទ្ធផលមិនល្អហើយការគិតបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកនិងបណ្ដាលឲ្យខ្លួនអ្នកធ្លាក់ខ្លួនឈឺយើងមើលឃើញថាវិធីនេះតាមការអនុវត្តជាក់ស្ដែងដោយការពិសោធន៍លើរឿងរ៉ាវរបស់កំឡោះម្នាក់ដែលអ្នកនិពន្ធបកស្រាយថាគាត់ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលបរាជ័យគ្មានថ្ងៃងើបមុខរួចគាត់ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលបរាជ័យគ្មានថ្ងៃងើបមុខរួចដែលគាត់ធ្លាប់ជួបអស់រយៈពេលយ៉ាងយូរដែលបរិះនេះមិនអាចមានការផ្លាស់ប្ដូរវិជ្ជមានក្នុងជីវិតគាត់បានដោយសារតែមិនបានពិសោធន៍លើអត្តចរិតខ្លួនឯងប៉ុន្តែបន្ទាប់ពីដឹងថាជីវិតរបស់គាត់ជួបរឿងមិនល្អព្រោះដោយសារគំនិតគាត់សុទ្ធតែភាពអវិជ្ជមានទើបគាត់អាចកែប្រែរឿងគ្រប់យ៉ាងឲ្យមកត្រូវបានចំណុចទី6ធ្វើចិត្តឲ្យស្រស់ស្រាយកុំព្រួយបារម្ភវិធីសាស្ត្រដើម្បីយកឈ្នះអារម្មណ៍ភ័យព្រួយនិងទម្លាប់អាក្រក់វាជារឿងធម្មតាទៅហើយដែលអ្នកតែងតែព្រួយបារម្ភនិងមានការភ័យខ្លាចដូច្នេះទោះបីជាអ្នកមានការព្រួយបារម្ភពីស្ថានភាពហិរញ្ញវត្ថុឬក៏សុខភាពយ៉ាងណាក៏ដោយអ្វីដែលអ្នកទទួលបានគឺបណ្ដាលឲ្យខ្លួនអ្នកប៉ះពាល់ដល់សុខភាពឬបណ្ដាលឲ្យកើតជំងឺផ្សេងៗហើយវាមិនបានជួយអ្វីដល់ការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់អ្នកនោះបានទេកុំមានការព្រួយបារម្ភអីការភ័យខ្លាចវាគ្រាន់តែជាទម្លាប់តែមួយប៉ុណ្ណោះហើយទម្លាប់នេះអ្នកអាចកែប្រែបានទម្លាប់ភ័យខ្លាចមួយនេះគឺជាមេរោគដែលចូលបំផ្លាញសុខភាពរាងកាយនិងផ្លូវចិត្តរបស់អ្នកឧទាហរណ៍អារម្មណ៍ stress គឺបណ្ដាលឲ្យឡើងសម្ពាធឈាមធ្វើឲ្យអាយុខ្លីនិងកើតជំងឺសន្លាក់តាមពិតទៅការកម្ចាត់អារម្មណ៍ភ័យខ្លាចគឺមានភាពងាយស្រួលខ្លាំងណាស់អ្នកត្រូវជឿជាក់ថាអ្នកពិតជាអាចកម្ចាត់វាបាននៅពេលដែលអ្នកអាចស្រមៃថាជីវិតនឹងគ្មានការភ័យខ្លាចគឺអ្នកអាចរស់នៅជាមួយវាបានហើយវាមានវិធីសាស្ត្រច្រើនណាស់ដែលអ្នកអាចស្វែងរកគន្លឹះនិងជាចុងបញ្ចប់អ្នកអាចកំណត់កម្ចាត់វាបានគ្រប់វិធីសាស្ត្រទាំងនោះគឺកិច្ចបំផុតពីការបង្វឹកផ្លូវចិត្តរបស់អ្នកទេឧទាហរណ៍អារម្មណ៍តានតឹងនិងគំនិតអវិជ្ជមានមុនពេលចូលគេងគឺជាពេលវេលាដ៏ល្អបំផុតព្រោះជាពេលដែលការគិតរបស់អ្នកកប់ជ្រៅនៅក្នុងសតិសម្បជញ្ញៈរបស់អ្នកអារម្មណ៍ភ័យខ្លាចព្រួយបារម្ភនិងការគិតអវិជ្ជមានផ្សេងៗបានរំខានដល់ចលនានៃខួរក្បាលនិងអំណាចដួងព្រលឹងនេះប្រសិនបើអ្នកមិនបានប្រមូលអារម្មណ៍ឲ្យបានស្ងប់មុនពេលដែលអ្នកចូលសម្រាកទេព្រោះជាពេលដែលការគិតរបស់អ្នកកប់ជ្រៅទៅក្នុងសតិសម្បជញ្ញៈរបស់អ្នកអារម្មណ៍ភ័យខ្លាចព្រួយបារម្ភនិងការគិតអវិជ្ជមានផ្សេងៗបានរំខានដល់ចលនានៃខួរក្បាលនិងអំណាចដួងព្រលឹងនេះប្រសិនបើអ្នកមិនបានប្រមូលអារម្មណ៍ឲ្យបានស្ងប់មុនពេលដែលអ្នកចូលសម្រាកទោះបីជាយ៉ាងណាក៏ដោយការដុសខាត់ផ្លូវចិត្ត
តែម្ដងមិនគ្រប់គ្រាន់នោះទេអ្នកចាំបាច់ត្រូវធ្វើវាម្ដងហើយម្ដងទៀតដើម្បីលុបបំបាត់គំនិតអវិជ្ជមានផ្សេងៗការគិតខ្លះដែលធ្វើឲ្យអ្នកមានកម្លាំងចិត្តមានដូចជាក្តីសង្ឃឹមការលើកទឹកចិត្តនិងជំនឿក្នុងដំណាក់កាលដំបូងវាប្រហែលជាលំបាកប៉ុន្តែអ្នកត្រូវវឹកហាត់ជាប្រចាំរហូតដល់មានការផ្លាស់ប្ដូរជាវិជ្ជមានចំណុចទី7ទុកពេលវេលាសម្រាប់ខ្លះសម្រាប់ខ្លួនអ្នកហេតុអ្វីបានជាអ្នកត្រូវជ្រើសរើសយកភាពរីករាយគ្មានអ្វីជាអាចកំបាំងសោះឡើយសម្រាប់ជីវិតស៊ីវិល័យដ៏មមាញឹកនិងការធ្វើការលើសកម្រិតមួយនេះជាលទ្ធផលមនុស្សច្រើនណាស់គេមិនបានគ្រប់គ្រាន់កើតជំងឺតានតឹងនិងឈឺក្បាលមិនចេះឈប់មនុស្សភាគច្រើនមើលទៅដូចជាមិនសប្បាយចិត្តប៉ុន្តែគេហាក់បីដូចជាគ្មានអ្វីដោះស្រាយទាល់តែសោះតាមការពិតមនុស្សជាច្រើនបំផ្លាញផ្លូវអារម្មណ៍និងសុខភាពរាងកាយរបស់គេដោយសារតែការដេញតាមជីវិតស៊ីវិល័យនិងមមាញឹកមួយនេះបច្ចុប្បន្ននេះជីវិតដ៏ជឿនលឿនមួយនេះអាចនាំអ្នកឲ្យកើតជំងឺផ្លូវចិត្តដូចជាជំងឺសរសៃប្រសាទនិងជំងឺបាក់ទឹកចិត្តតែទោះបីជាយ៉ាងណាក៏ដោយនៅក្នុងជីវិតដ៏មមាញឹកមួយនេះមានវិធីសាស្ត្រមួយចំនួនអាចជួយទប់ស្កាត់ជំងឺ stress និងអារម្មណ៍អន្ទះសាររបស់អ្នកបានឧទាហរណ៍អ្នកនិពន្ធសៀវភៅនេះស្រាប់ហើយក៏ធ្លាប់ធុញថប់នឹងបរិយាកាសនៃជីវិតស៊ីវិល័យមួយនេះដែរជាពិសេសនៅពេលដែលគាត់រស់នៅក្នុងទីក្រុងដ៏មមាញឹកដូចជាទីក្រុងញូវយ៉កគាត់បានរកឃើញថានៅពេលដែលគាត់ចំណាយពេលដើរកម្សាន្តក្នុងព្រៃគាត់ក៏មានអារម្មណ៍ថាធូរស្រាលច្រើនជាចុងក្រោយរឿងស្មុគស្មាញទាំងឡាយមិនមែនជាទេវតាកំណត់នោះទេតែវាជាជំរើសរបស់អ្នកការពិតណាស់ក្នុងបរិបទសង្គមភាពក្រីក្រគ្មានការងារធ្វើក៏ជាហេតុបណ្ដាលឲ្យកើតមានអារម្មណ៍ស្មុគស្មាញផងដែរប៉ុន្តែលក្ខខណ្ឌទាំងនេះវាមិនសំខាន់ដូចឥរិយាបថរបស់អ្នកប្រព្រឹត្តទៅលើវានោះទេវាមានឥទ្ធិពលដើម្បីបំផ្លាញសុភមង្គលរបស់យើងប៉ុន្តែយើងក៏អាចជ្រើសរើសយកផ្លូវរីករាយជំនួសឲ្យភាពតានតឹងទាំងនោះដែរប្រសិនបើអ្នកជ្រើសរើសយកផ្លូវធុញថប់វានឹងធ្វើឲ្យជីវិតអ្នកវិលវល់ចុះឡើងរកសុភមង្គលមិនឃើញនោះទេជីវិតកុមារភាពគឺជាទឹកតាំងនៃសុភមង្គលនេះពួកគេតែងតែសប្បាយរីករាយនេះក៏ព្រោះតែពួកគេមិនត្រូវការជីវិតទំនើបទាន់សម័យអ្វីនោះទេហើយពួកគេក៏មិនបានកត់សម្គាល់ថាសង្គមមួយនេះបង្ខំឲ្យគេមិនសប្បាយចិត្តដែរចំណុចទី8កុំបាក់ទឹកចិត្តហេតុអ្វីបានជាអ្នកត្រូវតែរក្សាអារម្មណ៍វិជ្ជមានទោះបីជាអ្នកជួបបញ្ហាប៉ុណ្ណាក៏ដោយតើអ្នកធ្លាប់មានអារម្មណ៍មួម៉ៅខ្លាំងនៅពេលដែលអ្នកមិនបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រជុំដ៏មានសារៈសំខាន់ដែរឬទេវាគឺជាអារម្មណ៍ក្រោធក្រៀតមិនថាអញ្ចឹងវាគឺសំខាន់ខ្លាំងណាស់សម្រាប់យើងដែលត្រូវត្រៀមខ្លួនសម្រាប់ឧបសគ្គផ្សេងៗប៉ុន្តែបើអ្នកគិតតែពីផលអវិជ្ជមានវានឹងបណ្ដាលឲ្យយើងជួបរឿងអវិជ្ជមានជាការពិតណាស់នៅពេលដែលអ្នកគិតទៅដល់តែលទ្ធផលអវិជ្ជមានអ្នកនឹងបាត់បង់ថាមពលនិងកម្លាំងចិត្តដើម្បីប្រយុទ្ធប្រឆាំងជាមួយបញ្ហាទាំងនោះទោះបីជាអ្នកខំប្រឹងប្រឈមមុខដាក់វាយ៉ាងណាក៏ដោយក៏ឥទ្ធិពលនៃគំនិតអវិជ្ជមានបានគ្រប់ដណ្ដប់មកលើអ្នកបាត់ទៅហើយរបៀបដោះស្រាយបញ្ហារបស់យើងគឺស្ដែងចេញពីឥរិយាបថរបស់យើងប្រសិនបើយើងជឿជាក់ថាអាចដោះស្រាយបានយើងនឹងអាចដោះស្រាយបានយើងអាចយល់តាមរយៈឧទាហរណ៍មួយក្នុងដំណើររឿងរបស់កីឡាករវាយសីថេននីសម្នាក់កាលពីឆ្នាំ1940គឺលោក Pancho Casillas បើទោះបីជាគាត់មិនមែនជាអ្នកលេងពូកែលើសគេក៏ដោយតែគាត់មិនបញ្ឈប់ការប្រឹងប្រែងដើម្បីយកឈ្នះទទួលបានជ័យលាភីលើការប្រកួតជាច្រើនក្នុងអាជីពរបស់គាត់ឡើយតើគាត់គ្រប់គ្រងការបរាជ័យរបស់គាត់យ៉ាងដូចម្តេចគាត់មិនដែលអនុញ្ញាតឲ្យភាពបរាជ័យមកគ្រប់សង្កត់លើគាត់នោះទេជំនួសមកវិញគាត់តែងតែស្វែងរកអ្វីដែលអាចបាននិងប្រឹងប្រែងជំនះលើការបរាជ័យទាំងនោះដូចគ្នាចឹងដែរយើងក៏អាចដោះស្រាយបញ្ហាផ្សេងៗបានពីព្រោះគ្មានបញ្ហាណាដែលមិនមានដំណោះស្រាយនោះទេអ្នកត្រូវវឹកហាត់ការគិតបែបវិជ្ជមានហើយស្វែងរកវិធីដោះស្រាយបញ្ហាទាំងនោះដោយការអត់ធ្មត់ការពិតទៅញាណរបស់អ្នកនឹងប្រាប់អ្នកថាបញ្ហាណាដែលអាចដោះស្រាយបាននិងបញ្ហាណាដែលមិនអាចដោះស្រាយបានដូច្នេះហើយបានជាអ្នកត្រូវវឹកហាត់ស្វែងរកញាណដែលមាននៅក្នុងខ្លួនរបស់អ្នកឲ្យគិតរកផ្លូវវិជ្ជមានវិធីមួយទៀតដែរគឺវាស្ដែងចេញតាមរយៈការប្រតិកម្មតបទៅនឹងបញ្ហាដែលកើតឡើងហើយឥរិយាបថដែលអ្នកឆ្លើយតបទៅវិញនេះគឺគន្លឹះដែលអាចអនុវត្តទៅលើការវឹកហាត់ញាណរបស់អ្នកជាថ្មីម្ដងទៀតប្រសិនបើអ្នកអាចរៀបរៀងការគិតអវិជ្ជមាននោះអ្នកនឹងទទួលបានលទ្ធផលវិជ្ជមានហើយអាចយកឈ្នះរាល់ឧបសគ្គទាំងឡាយជារឿយៗបញ្ហាខ្លះមិនមែនមានដំណោះស្រាយតែមួយនោះទេ
អ្នកប្រហែលជារកមិនឃើញនៅពេលដែលអ្នកចាប់ផ្ដើមដំបូងនៅពេលដែលអ្នកផ្ដោតទៅលើការគិតវិជ្ជមាននោះអ្នកនឹងរកឃើញដំណោះស្រាយបានល្អចំណុចទី8តាមគម្ពីរជំនឿអាចជួយដោះស្រាយបញ្ហារបស់អ្នកបានគម្ពីរនិងជំនឿសាសនាជាទូទៅត្រូវគេមើលឃើញថាបានផ្ដល់ដំបូន្មានអរូបីឬការណែនាំទូទៅជាច្រើនពីរបៀបរស់នៅតែការបង្រៀនតាមព្រះគម្ពីរអាចបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការគិតនិងសកម្មភាពរបស់អ្នកជួយឲ្យអ្នកជីកកកាយការគិតបែបវិជ្ជមាននិងចុងក្រោយផ្លាស់ប្ដូរជីវិតអ្នកបានទាំងស្រុងតាមការពិតទៅមេរៀនក្នុងគម្ពីរមានលក្ខណៈជាក់ស្ដែងដែរហើយអ្នកដែលអាចដោះស្រាយបញ្ហាមួយចំនួនបានអ្នកអនុវត្តតាមមេរៀនទាំងនោះគម្ពីរបង្រៀនយើងឲ្យជៀសវាងការខឹងក្រៅក្រោធនិងជំនួសមកវិញនៅការមើលអ្នកដទៃក្នុងផ្លូវល្អឲ្យបានច្រើនធ្វើបែបនេះអ្នកនឹងរស់នៅក្នុងភាពសប្បាយរីករាយនិងមានសុខភាពល្អឧទាហរណ៍មិត្តភ័ក្តិពីរនាក់របស់អ្នកនិពន្ធគឺ Bill និង Marie បានទទួលរងការបោកប្រាស់នៅពេល Bill មិនត្រូវបានផ្ដល់តំណែងជាប្រធានក្រោយពេលប្រធានរបស់គាត់ចូលនិវត្តន៍ព្រោះតាំងពីដើមមកគេគិតថា Bill ជាអ្នកនឹងទទួលបានតំណែងនេះអ្នកនិពន្ធបានផ្ដល់ដំបូន្មានទៅគាត់ដោយផ្អែកទៅតាមការបង្រៀនដែលមាននៅក្នុងព្រះគម្ពីរដែលចែងថាសូមឲ្យកំហឹងដែលមិនបានក្លាយជាប្រធានថ្មីនេះរលាយទៅហើយជំនួសមកវិញនៅការដោះស្រាយកំហឹងនេះដោយរបៀបវិជ្ជមានតាមរយៈការប្រឹងប្រែងធ្វើការខ្លាំងជាងមុនមិនយូរប៉ុន្មានប្រធានថ្មីនេះនឹងបដូរការងារទៅរកតំណែងល្អជាងនេះមិនខានហើយ Bill ក៏ត្រូវបានឡើងតំណែងទាំងនេះគឺដោយសារតែការបង្រៀនក្នុងព្រះគម្ពីរតែយ៉ាងណាវាសនារបស់អ្នកអាចគ្រាន់តែជួយអ្នកឲ្យសម្រេចជោគជ័យលុះត្រាតែអ្នកដឹងជាមុនសិនថាតើអ្នកចង់បានអ្វីអ្នកចង់ទៅទីណានិងថាតើការចង់បាននេះត្រឹមត្រូវឬទេដើម្បីឆ្លើយតបនឹងសំណួរទាំងនេះអ្នកអាចសាកល្បងអធិដ្ឋានដែលអាចជួយអ្នកបញ្ចេញថាមពលអវិជ្ជមាននិងទទួលយកគំនិតច្នៃប្រឌិតនានាប្រសិនបើអ្នកគិតពីបញ្ហារបស់អ្នកពីចម្ងាយតាមរយៈការអធិដ្ឋាននោះអ្នកនឹងទទួលបានគំនិតត្រចះត្រចង់មួយដែលជួយឲ្យអ្នកមើលឃើញពីដំណោះស្រាយបានតែយ៉ាងណាក៏ដោយវាសនារបស់អ្នកគ្រាន់តែអាចនាំផ្លូវអ្នកទៅរកដំណោះស្រាយលុះត្រាតែជោគជ័យដែលអ្នកស្វែងរកនេះត្រឹមត្រូវប្រកបដោយសីលធម៌ចេតនាល្អនិងឥរិយាបថល្អប្រសិនបើជោគជ័យដែលអ្នកចង់បានវាមានធម្មជាតិមិនល្អវានឹងផ្សារភ្ជាប់ជាមួយនឹងលទ្ធផលអាក្រក់ដូចគ្នាចំណុចទី9រាងកាយនិងវិញ្ញាណមូលហេតុដែលវាសនាគួរតែចូលរួមចំណែកក្នុងការព្យាបាលគ្រប់ទម្រង់នៃរាងកាយរបស់អ្នកយើងសុទ្ធតែដឹងថាចិត្តនិងរូបកាយគឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធឧទាហរណ៍នៅពេលដែលអ្នកជួបនឹងរឿងឈឺក្បាល stress វានឹងធ្វើទុកឲ្យអ្នកឈឺលើរាងកាយពេលខ្លះអាការៈឈឺខ្លួនមិនអាចទាំងមានការពន្យល់បែបវិទ្យាសាស្ត្របានផងក្នុងករណីនេះវាមិនមែនរាងកាយទេដែលមានបញ្ហាគឺចិត្តទៅវិញទេដូច្នេះការថែទាំរាងកាយតែមួយមុខមិនគ្រប់គ្រាន់ទេត្រូវយកចិត្តទុកដាក់លើចិត្តនិងវិញ្ញាណថែមទៀតដោយសារតែយើងមិនគួរពឹងលើវាសនាតែមួយមុខដើម្បីព្យាបាលជំងឺផ្លូវកាយទេនោះការផ្សំគ្នារវាងជំនឿអរូបីនិងពេទ្យនឹងជួយនាំអ្នកទៅរកសុខុមាលភាពពិតប្រាកដការពិតគ្រូពេទ្យមួយចំនួនដែលអ្នកនិពន្ធធ្លាប់ស្គាល់បានចាប់ផ្ដើមណែនាំអ្នកជំងឺឲ្យអានសៀវភៅសាសនានិងបែបអប់រំផ្លូវចិត្តបន្ថែមលើឱសថក្នុងគោលបំណងជួយឲ្យអ្នកជំងឺរបស់ពួកគេឲ្យចេះជួយខ្លួនឯងតាមរយៈទទួលនៅផ្នត់គំនិតនិងវាសនាប្រកបដោយវិជ្ជមានតាមការពិតអ្នកនិពន្ធថែមទាំងបានបើក clinic ព្យាបាលជំងឺមួយនៅក្នុងទីក្រុងញូវយ៉ករួមជាមួយវិជ្ជបណ្ឌិតផ្នែកចិត្តសាស្ត្រម្នាក់ដែលពួកគេបានធ្វើការសហការគ្នាដើម្បីរួមផ្សំវិធីព្យាបាលរបស់ពួកគេដោយការលាតត្រដាងចំណេះដឹងឲ្យគ្នាស្គាល់ទូនាទីចាំបាច់និងជំនាញរៀងខ្លួនថាមានលក្ខណៈសំខាន់ទៅវិញទៅមកពួកគេអាចសម្រេចបានលទ្ធផលដ៏អស្ចារ្យហេតុផលដែលពួកគេទាំងពីរអាចធ្វើការជាមួយគ្នាបានដោយប្រសិទ្ធភាពគឺដោយសារថាមពលពីញៀនខាងក្នុងនៅពេលដែលញៀនខាងក្រៅគិតទៅដល់ជំងឺឬសេចក្តីស្លាប់អារម្មណ៍មួយភាគធំរបស់អ្នកគឺអាស្រ័យលើញៀនខាងក្នុងរបស់អ្នកប្រសិនបើអ្នកព្រមឲ្យរូបភាពនៃសុខភាពស្ថិតនៅក្នុងញៀនខាងក្នុងរបស់អ្នកនោះថាមពលដ៏មានអានុភាពនៅក្នុងចិត្តរបស់អ្នកនឹងបញ្ជូនពន្លឺនៃថាមពលសុខភាពត្រឡប់ទៅវិញជាមិនខានហេតុនេះហើយបានវាសនាមានសារៈសំខាន់ដោយការជឿលើថាមពលក្នុងចិត្តរបស់អ្នកនឹងអាចជឿជាក់បានត្រឹមត្រូវលើការសន្និដ្ឋានបែបវិជ្ជមានអំពីសុខភាពរបស់អ្នកមានគំនិតវិជ្ជមានអាចនាំឲ្យអ្នកអាចព្យាបាលខ្លួនឯងនិងមានសុខភាពល្អដល់អ្នកតែលុះត្រាតែគំនិតទាំងអស់នោះអាចឲ្យអ្នកដឹងដោយញៀនតែប៉ុណ្ណោះ
អ្នកត្រូវតែជឿលើការព្យាបាលតាមដួងញៀននិងតាមរូបកាយដោយខ្លួនឯងហើយការជឿបែបនេះទាមទារឲ្យជឿលើវាសនាសេចក្តីសង្ខេបចុងក្រោយសារៈសំខាន់ក្នុងសៀវភៅនេះគឺទោះបីជាបញ្ហាមួយមើលទៅធំយ៉ាងណាក៏ដោយវាគ្មានរឿងអ្វីដែលជីវិតរបស់អ្នកមិនអាចដោះស្រាយដោយការគិតប្រកបដោយភាពវិជ្ជមាននោះទេដោយការរក្សាខ្លួនឲ្យមានសភាពនឹងណទទួលយកទស្សនៈល្អៗនិងដឹកនាំវាសនារបស់អ្នកតាមផ្លូវត្រឹមត្រូវហើយផ្ដោតការចាប់អារម្មណ៍ទៅលើលទ្ធផលវិជ្ជមានអ្នកនឹងមានធម៌ពលដើម្បីបង្កើតបានជីវិតមួយមានភាពរីករាយនិងប្រកបដោយសុខភាពល្អសូមក្រើនរំលឹកខ្លួនឯងឲ្យមានកម្លាំងចិត្តជានិច្ចសូមសរសេរកំណត់ចំណាំឲ្យខ្លួនឯងថាស្ថានភាពលំបាកទាំងឡាយដែលអ្នកជួបប្រទះគ្រាន់តែជាអារម្មណ៍នោះទេខ្ញុំគិតដល់ជ័យជំនះខ្ញុំនឹងទទួលបានជ័យជំនះជាមិនខាន